តសម្រាប់អ្នកគាត់ចង់ដាក់ម៉ោងចូលថ្មនៅក្នុង ion i 6បាទអញ្ចឹងដំបូងយើងបើកភ្លើងសិនមកបាទបើកឆ្នាំងសិនណាបាទបងប្អូនដកដៃនេះដកចូលមកបាទអូខេតមកទៀតបងប្អូនស្កែនឲ្យចូលមកហ្នឹងនេះចូលលោតភ្លើងបាទតទៀតយើងទៅមើលក្នុងឡានបាទនៅក្នុងឡានពេលយើងដោតហើយវានឹងលោតកែនាមម៉ោងយើងហ្នឹងបាទបងប្អូនអញ្ចឹងយើងចាំមកស្ទុះទៅបាទអញ្ចឹងពេលយើងចាំហើយយើងឃើញប្រាប់យើងម៉ោងបញ្ចូលហ្នឹងគឺរយៈពេល7ម៉ោង21នាទីបាទ7ម៉ោង21នាទីចាំបងប្អូនចូលមក setting វិញមកបាទអញ្ចឹងយើងចូលកន្លែងនេះឆាច់រ៉េសនេះយើងបើកវាមកបាទតទៅទៀតយើងដាក់ម៉ោងដោយសារឥឡូវនេះម៉ោង10ជាងបាទម៉ោង10ហើយតើខ្ញុំដាក់ម៉ោង10:54នាទីបានវាចាប់ផ្ដើមសាកថ្មហ្នឹងហើយអញ្ចឹងបញ្ចប់នៅម៉ោងបញ្ចប់ថាយើងដាក់បងប្អូនបាទយើងដាក់បញ្ចប់នៅម៉ោង16ទៅអូខេទៅបាទអញ្ចឹងសាកម៉ោង10:54បញ្ចប់ម៉ោង4បាទអានេះ8អាំពែបាទអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើចឹងហើយយើងមកមើល screen នេះវិញបាទអញ្ចឹងនេះឃើញទេវាដាក់វានឹងចាប់ផ្ដើមនៅ2នាទីទៀតបាទ2នាទីទៀតហើយវាដាក់កំពុងតែរងចាំការឆាតទៅយើង set schedule បាទហ្នឹងហើយអញ្ចឹងយើងចាំមើលវាដល់ម៉ោងវាចូលแล้วណាទីសូននេះបាទវាចូលแล้วครับបាទហ្នឹងហើយចឹងនេះចូលនេះបាទចឹងដូចតែបញ្ជាក់មុនហ្នឹងចឹងបងប្អូនបើសិនយើងចង់ដាក់ម៉ោងកំណត់បញ្ចូលថ្មយើងអាចធ្វើបែបហ្នឹងបានហើយយើងអាចទីមួយទៀតយើងអាចកំណត់ថាឡានយើងបញ្ចូលប្រមាណភាគរយដោយសារយើងកណនាតាមម៉ោងដែលយើងដែលវាបង្ហាញមុនហ្នឹងហ្នឹងហើយអញ្ចឹងមកពេញវា7ម៉ោងជាងតែបងប្អូនអត់ចង់ឲ្យពេញទេបងដាក់ម៉ោងអញ្ចឹងទៅហ្នឹងហើយយើងខោនវាទៅបើសិនជា7ម៉ោងពេញយើងដាក់ត្រឹម6ម៉ោងទៅបងប្អូនបាទអញ្ចឹងវាអត់ដល់ពេញទេហ្នឹងហើយបើសិនបងប្អូនចង់កំណត់ម៉ោងសាកថ្មហើយចង់កំណត់ថ្មអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងមើលវាពងកែនាមម្ដងទៀតឲ្យយើងនៅ screen នេះបាទអូខេហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើន